ថ្ងៃនេះចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកលេងនៅសង្គ្រាមវិទ្យាល័យអង្គរថ្ងៃទី1ដែលឆ្នាំនេះគឺមានការរៀបចំពិសេសខ្លាំងមែនទែនដោយសារតែមានការចាក់បញ្ចាំងកុន free ពីខាង Legend ដែលគេមានបញ្ចាំងកុនរឿងជាច្រើនហើយរឿងដែលពិសេសហ្នឹងគឺខ្មោចដើមជ័យជ្វាបងប្អូនដឹងអត់ថារឿងខ្មោចដើមជ័យជ្វាហ្នឹងគឺមានតាំងពីស៊េរីយើងនៅក្មេងៗជាពិសេសគឺអ្នកដែលកើតឆ្នាំ2000ហ្នឹងគឺអាចនឹងមើលតាន់ហើយគឺរឿងហ្នឹងគឺនៅយូរហើយឲ្យតែបានមើលរឿងហ្នឹងគឺថារត់ចុះលើផ្ទះផងលោតលើផ្ទះផងអូខ្ញុំឮគេនិយាយចឹងដែរណាប៉ុន្តែការរៀបចំរបស់ Legend គឺថាស្អាតខ្លាំងមែនទែននៅក្នុងសង្គ្រាមវិទ្យាល័យអង្គរហើយនេះគឺជាថ្ងៃទី1ទេហើយសម្រាប់បងប្អូនដែលចង់មកមើលកុនក្តីចង់មកលេងសង្គ្រាមក្តីគឺអាចមកលេងនៅទីតាំងវិទ្យាល័យអង្គរបានដែលគេធ្វើឡើងរយៈពេល3ថ្ងៃថ្ងៃទី3ថ្ងៃទី4ហើយនិងថ្ងៃទី5អញ្ចឹងគឺមានការរៀបចំច្រើនខ្លាំងមែនទែនហើយក៏មានការដាក់តាំងនៅការគោរពទៅដល់វិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពដែលបានពលីនៅក្នុងសមរភូមិហើយមានការរៀបចំអីផ្សេងទៀតច្រើនខ្លាំងមែនទែនបើយើងនិយាយពីស្តង់លក់ម្ហូបអាហារលក់របស់របរវិញគឺរាប់រយតែម្ដងបងប្អូនហើយក៏គេមានការរួមបាសហើយមានការដាក់ប្រគំតន្ត្រីពីខាង Sting ផងដែរឬក៏ប្រគំ concert ហ្នឹងហើយបងប្អូននិយាយទៅថ្ងៃទី1នេះគឺមិនសូវមានអ្នកមកទេខ្ញុំគិតថាថ្ងៃទី2ទី3ទើបមានអ្នកមកច្រើនដោយសារវាចំថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងបងប្អូនដែលរៀបគម្រោងមកកុំភ្លេចជួយ share វីដេអូមួយនេះក៏ដូចជាជួយ comment នៅក្នុងវីដេអូមួយនេះផងហើយសម្រាប់អ្នកដែលគាត់អត់បានមកឬក៏អត់មានគម្រោងមកទេក៏កុំភ្លេច comment នៅខាងក្រោមវីដេអូនេះដែរអញ្ចឹងកុំភ្លេចមកលេងទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ